ហើយយើងបើករួចរាល់ហើយតាយើងទៅមើលទាំងអស់គ្នាបាទនេះពងមាន់ពងទាហើយនឹងក្រួចបាទខ្ញុំដាក់ចូលគ្នាបាទនេះជាអំពូលកម្ដៅបងប្អូនកម្ដៅក្នុងនោះវាក្ដៅគ្រាន់តែប៉ះចឹងក៏ក្ដៅដែរនេះបាទហើយបន្តមកទៀតខាងក្រោមនេះគឺខ្ញុំដាក់ទឹកបាទនេះដាក់ទឹកពេលដង្ហាលនេះវាវិលហើយវានឹងភាយអាត្រជាក់នឹងជុំវិញហ្នឹងទៅបាទហើយវាមានក្ដៅផងត្រជាក់ផងវាធ្វើឲ្យពងមាន់ពងទាហ្នឹងឆាប់ញាស់បាទហើយនេះជាភាគរយនៃទឹកបាទអានេះជាទំហំនៃកម្ដៅបាទ3.7 អង្សាសេបាទនេះវាចាប់ផ្ដើមវិលបងប្អូននេះបាទអញ្ចឹងវាមានចំហាយទឹកត្រជាក់ផងពេលដែលវាអស់ទឹកហើយនេះដាក់ក្នុងចានមកពេលវាអស់ទឹកហើយយើងចាប់ផ្ដើមនេះមកយើងចាប់ផ្ដើមដាក់ទឹកមកអានេះវាមិនមែនសាចមកទឹកទេណាវាគ្រាន់តែចំហាយទឹកទេបងប្អូនតោះអញ្ចឹងយើងចាប់ផ្ដើមដាក់ពងក្រួយចូល